បាទតាមដានទស្សនាហើយបាទសូមបាទគូបាទទស្សនាផ្លូវបបហិកបាទនេះកបីភូមិអង្គអីបាទកបីណាជាមួយខ្ញុំហើយអស់ហ่ะរួលមើលផងមួយបាទបាទតែអត់មានទឹកមែនតើមកខៀបផ្ទះជលុងគេហៅថាក្នុងធំបាទពេញស្គមគឺធ្វើអារម្មណ៍ប្លែកឃ្លោកបាទស្ពានឆ្លងទៅណានេះហ៎ដកផ្កាខ្មៅអត់បានទេអូផ្កាវាលឿងលឿងចឹងតើអត់អូពុំម៉ែបងដកអាស្មៅយើងបន្តផ្ដិតបាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរបាទតាមផ្លូវជាតិលេខ5បាទមកដល់ចំណុចបាទនេះពុកម៉ែបងប្អូនបាទភូមិអង្គបាទភូមិពពេលស្រុកបរិបូរខេត្តកំពង់ឆ្នាំងបាទហើយនេះគឺជាផ្លូវជាតិលេខ5បាទផ្លូវធំបាទពីបាត់ដំបងទៅភ្នំពេញបាទហើយខ្ញុំបានធ្វើដំណើរមកដល់ឃើញថាកន្លែងនេះទំនងបើចង់ថតចែកជូនពុកម៉ែបងប្អូនយើងទស្សនាចង់ដឹងថាតើទស្សនវិជ្ជានៅក្នុងភូមិអង្គនឹងបាទមានទស្សនវិជ្ជាស្រស់ស្អាតយ៉ាងណាបាទពុកម៉ែបងប្អូនទីតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះឥឡូវនេះគឺខ្ញុំធ្វើដំណើរបាទតាមរយៈម៉ូតូបាទដើម្បីថតនៅទស្សនវិជ្ជាបាទទស្សនវិជ្ជាបាទនានាតាមស្រុកតាមភូមិចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកដល់បាទភូមិអង្គបាទភូមិពពេលស្រុកបាទបរិបូរខេត្តកំពង់ឆ្នាំងបាទឥឡូវបាទគឺខ្ញុំធ្វើដំណើរចូលទៅសន្សំទៅហើយបាទហើយគេថាផ្លូវនេះគឺផ្លូវលំបាទផ្លូវលំទូចល្មមបាទយើងសម្រាប់អ្នកភូមិមកធ្វើដំណើរបាទមានកង់ម៉ូតូឡានអីគឺអាចធ្វើដំណើរបានសមរម្យបាទហើយផ្លូវនេះបើភ្លៀងខ្លាំងប្រហែលជាអាចនឹងរអិលអាចនឹងបែកភក់រអិលបាទនេះគឺដោយសារតែម្សិលមិញមានភ្លៀងតិចដែរអញ្ចឹងគឺយើងបែកផុកបន្តិចបាទហើយនៅនេះប្រហែលជាគេធ្វើស្រូវនេះពុកម៉ែបងប្អូនយើងស្រូវអានេះស្រូវប្រាំងបាទនេះបាទស្រូវប្រាំងណាបាទស្រូវប្រាំងនេះបែកហើយអោនហើយណាបាទចិត្តបានច្រូតហើយនេះស្រូវនេះឃើញទេបាទនេះមួយផ្លែអូផ្លែស្អាតណាស់ពុកម៉ែបងប្អូនបាទនេះឡើងខៀវខ្ចីខៀវសង្ងាត់បាទហើយទេសភាពនៅស្រុកភូមិនេះគឺស្អាតមែនទែនប្លែកបាទជាពិសេសគឺសម្បូរដើមត្នោតបាទសម្បូរដើមត្នោតបាទសម្បូរគុំឫស្សីអញ្ចឹងទៅបាទហើយកលេចបែរមកខាងនេះវិញក៏ឃើញផ្ទះបាទម៉ូតកពើហាមួយស្អាតមែនទែនបាទទូចល្មមបាទធ្វើអស់ទង2000ឬ$3000ហ្នឹងបើអាចនៅបានទេផ្ទះនេះបាទតែធ្វើអត់ទាន់ហើយម្ចាស់គេក៏អត់នៅដែរបាទហើយមានដើមត្នោតមួយនៅចំពីមុខណាបាទតែឥឡូវទៅមុខបន្តទៀតចឹងបាទហើយក្នុងផ្ទះគឺគាត់ចាប់ដើមដាំចេកបាទដាំដនូងដាំអីចឹងណាបាទទៅគឺបាទការរស់នៅបែបនេះគឺមានក្តីសុខមែនទែនបាទចំពោះអ្នកនៅតាមស្រុកតាមស្រែបាទគឺយើងងាយស្រួលក្នុងការរករបស់របរបាទស្លុកណាបាទបន្លែបង្ការអីនេះគឺមានបាទហើយនេះបាទស្រែស្រូវស្អាតបាទនេះស្រូវនេះវាស្មៅច្រើនដែរវាស្មៅអានេះស្មៅស្រូវហ្នឹងឯងបាទវាផ្លែมันលីជាមួយស្រូវដែរបាទអត់ថតទៅទៀតតាមស្រុកតាមភូមិមកពុកម៉ែបងប្អូនយើងបានទស្សនាគេមានពណ៌របងគេស្អាតតំណងដែរណាបាទនេះមានចំគូមេអូបាអញ្ចឹងទៅអូផ្ទះនេះម៉ូតបុរាណស្អាតបាទនេះមានដាំចម្ការចេកដាំអីចឹងណាបាទនិយាយទៅតាមស្រុកតាមភូមិបើយើងមានដំណាំនិយាយទៅចឹងណាផ្លូវក៏ប្រហែលជា4ឲ្យចូលផ្ទះបាទផ្ទះថ្មនេះស្អាតណាបាទធ្វើរបងឡើងស្កឹមបាទព័ទ្ធជុំវិញបាទយ៉ាបាទផ្លូវនេះស្រួលល្អិលពុកម៉ែបងប្អូនយើងបាទយ៉ាងជីកតទៅប្រយ័ត្នប្រយែងបន្តិចបាទនេះពណ៌របងស្រះមានស្រះទឹកគេនេះហើយនេះមានផ្លូវបបហែកទៀតបាទតាមស្រុកតាមភូមិចូលមកក្នុងសម្បូរផ្លូវបបែកច្រើនណាបាទ
ហើយនេះគេមានផ្លូវប្របាយជា4បាទនេះបាទទៅខាងនោះទៅគឺបាទនោះមានសត្វក្របីបាទនេះក្របីកំពុងដេកណាហើយមេឃរៀងរលឹមប្រយមកអញ្ចឹងទៅបាទហើយមកក្លេចបាយមកខាងនេះគឺសិតសង្តាវាស្រែហើយផ្លូវប្របាយជា4កាលនេះគឺមានផ្លូវប្របាយទៅខាងនោះទៀតបាទនោះផ្លូវប្របាយចេញទៅខាងនោះទៀតបាទអញ្ចឹងគឺខ្ញុំអត់ដឹងថាចេញទៅភូមិណាទៀតទេប៉ុន្តែកន្លែងដែលខ្ញុំកំពុងតែនៅនេះគឺក្នុងភូមិអង្គបាទភូមិអង្គឃុំពពេលបាទស្រុកបរិបូរខេត្តកំពង់ឆ្នាំងបាទគឺទេសភាពស្រុកភូមិនេះគឺស្អាតបាទរដូវនេះគឺរដូវពណ៌បៃតងបាទធម្មជាតិពណ៌បៃតងគឺខៀវស្ងាត់ស្អាតមែនទែនបាទហើយខែនេះភៀវគោភៀវក្របីនេះគឺថាអស់កន្លែងខ្វៀលហើយបាទដោយសារជារដូវគេធ្វើស្រែផងបាទជំរាបសួរបងភូមិនេះគេហៅភូមិអីគេភូមិអង្គឃុំពពេលเนาะបាទស្រុកបរិបូរខេត្តកំពង់ឆ្នាំងបាទអ្នកភូមិស្រុកនេះភាគច្រើនគេប្រកបមុខរបរអីដែរបងធ្វើស្រែបងធ្វើស្រែเนาะបាទអញ្ចឹងបានមកដល់គឺសត្វវាស្រែអានេះអាស្រែគេធ្វើរយៈពេលខ្លីហ្នឹងមែនបងបាទអត់ទឹកបងเนาะបាទមួយឆ្នាំយើងធ្វើបានប៉ុន្មានដងបង2ដងប៉ុន្តែឆ្នាំនេះដល់សារពីដើមឆ្នាំមកយើងខ្វះទឹកបងដល់ពេលអញ្ចឹងវាស្វាត់ហើយអញ្ចឹងចងឲ្យក្របីស៊ីទៅនឹងអរគុណច្រើនបងបាទនេះពុកម៉ែបងនេះក្របីបាទក្របីនេះគឺកូនទេអត់តាន់ធំឡើយទេបាទនេះបាទអូយធម្មជាតិបាទវាស្រែវាស្រូវខៀវស្ងាត់ស្អាតមែនទែនពុកម៉ែបងប្អូនយើងបាទឥឡូវគឺខ្ញុំទៅមុខបន្តទៀតបាទរីករាយតាមដានទស្សនាជាមួយខ្ញុំបាទខាងនេះក៏ដូចគ្នាដែររដូវកាលនេះគឺរដូវកាលធម្មជាតិបាទរដូវធម្មជាតិពណ៌ខៀវជាកសិករយើងនាំគ្នាធ្វើស្រែធ្វើចម្ការអញ្ចឹងណាបាទឥឡូវនេះមានតូបលក់អីគេបងលក់អីគេនេះលក់បាញ់ឆាវហើយអស់ហ่ะអូដាច់ទេណោះបាទដើរលេងខ្ញុំដើរលេងតាមស្រុកតាមភូមិអញ្ចឹងទៅថតទេសភាពចែកជូនពុកម៉ែបងប្អូនយើងនៅក្រៅស្រុកក៏ទស្សនាអញ្ចឹងណាបាទខ្ញុំនៅកំពង់ឆ្នាំងដែរហើយនៅស្រុកភូមិនេះគេប្រកបមុខរបរអីគេអ៊ំមានតែធ្វើស្រែធ្វើចការអញ្ចឹងណាបាទហើយលក់បាញ់ឆាវមួយថ្ងៃរហូតបានប៉ុន្មានដែរអ៊ំបាន4-5 ម៉ឺនទេគាត់បានត្រីឲ្យតែបានត្រីហូបមកបានណារីនទៅអីហ្នឹងហើយមិនបានអីទេចឹងហើយព្រោះថាយើងនៅស្រែគ្មានអីក្រៅពីមុខរបរយើងរកអីបានរកហ្នឹងណាអ៊ំបាទហ្នឹងហើយវាប្រសើរជាងយើងអង្គុយលេងអត់មានអីរកបាទចោលទៅរីនទៅអីបាទនៅឃុំពពេលនេះមានប្រមាណភូមិដែរអ៊ំអត់ដឹងទេណោះអូម្ចាស់ស្រុកម្ចាស់ភូមិហើយអត់ដឹងមកចឹងអត់ដែលបានដើរអត់ដែលបានដើរណោះបាទហ្នឹងហើយជួផ្លូវនេះយើងចេញទៅដល់ណាមានផ្លូវចេញទៅមុខទៀតទេមានបាទនេះពុកម៉ែបងប្អូនមានឆ្កែដេកយាមផ្លូវទេនេះបាទនេះជិះស្រួលមិនស្រួលមើលផងបាទហ្នឹងហើយអត់ដឹងនៅបាទខ្ញុំមកមិញឃើញស្លាកដាក់ខាងមុខនោះគេដាក់ថាភូមិអង្គបាទភូមិអង្គក៏ឃើញទេសភាពទៅនេះស្អាតក៏ចូលថតចែកជូនពុកម៉ែបងប្អូនយើងបានឃើញពីទស្សនវិជ្ជានៃការរស់នៅរបស់អ្នកភូមិអ្នកស្រុកបាទនៅតាមជនបទបាទនេះគាត់មានតូបមួយយ៉ាងទៅបាទព្រលឹមឡើងបាទលក់បាញ់ឆាវឬក៏លក់បបរលក់ផ្អែមអញ្ចឹងទៅបាទសម្រាប់អ្នកស្រុកអ្នកភូមិនៅតាមស្រុកស្រែចាអរគុណណាអ៊ំជំរាបលាទាំងអស់គ្នាបាទតោះឥឡូវទៅទស្សនាទស្សនវិជ្ជាជាមួយខ្ញុំបន្តទៀតបាទតាមផ្លូវបាទនៅតាមផ្លូវនេះដូចជាអត់សូវមានផ្ទះទេភាគច្រើនគឺសម្បូរវាស្រែបាទសម្បូរវាស្រែច្រើនណាបាទហ្នឹងហើយនេះគឺតូបលក់គេបានចាប់ពួយបាទគេបានចាប់ពួយមានកន្លែងតារាងបាល់លេងអីចឹងទៅបាទហើយកលេចបែរមកខាងនេះវិញគឺវាស្រែវាស្រូវខៀវស្ងាត់បាទពណ៌បៃតងខែនេះគឺបាទរដូវកាលបៃតងបាទរដូវកាលបៃតងហ្នឹងគឺទេសភាពស្អាតបាទសម្រាប់ពុកម៉ែបងប្អូននៅ
នៅតាមទីក្រុងប្រហែលជាកម្រសូវនឹងបានឃើញទិដ្ឋភាពបាទស្រស់ស្អាតបែបនេះណាបាទហើយស្រូវនៅម្ដុំនេះដូចជាគេចងឲ្យគោស៊ីអស់នេះបាទនេះដោយសារតែអាចស្វិតស្រូវអត់មានទឹកហ៎បាទអត់មានទឹកអញ្ចឹងគេចងឲ្យគោឲ្យក្របីស៊ីអស់ទៅប្រហែលជាអាចនឹងគេព្យួរគេព្រោះម្ដងទៀតអញ្ចឹងទៅបាទហើយនេះមានផ្លូវតូចមួយតាមភ្លឺស្រែចូលទៅក្នុងហើយមានផ្ទះគេនៅខាងនោះទៀតបាទស្ដាយដោយសារតែអត់មានទឹកទៅក៏សម្រាប់ចិត្តថាចងឲ្យគូស៊ីអស់ស្រូវបាទឥឡូវទៅមុខទៀតបាទនេះប្រព័ន្ធធារាសាស្ត្របន្លាយទឹកទេអត់មានទឹកទេមានតែបន្លាយបាទហើយមានដាំដើមព្រីងអមតាមផ្លូវអញ្ចឹងណាផ្ទះនៅភូមិពីខ្នងហើយខាងនេះគឺផ្ទះថ្មតាមផ្ទះស្ងាត់ឈឹងអត់មានមនុស្សនៅទេចេញទៅប្រកបរបរបាទចេញទៅរកស៊ីអស់ហើយបាទដើមព្រីងអស់ស្លឹកអស់អីលីងបាទហើយជាមិននៅទេបាទតាមផ្ទះស្ងាត់ជ្រាបពុកម៉ែបងប្អូនតាមផ្លូវហើយនេះផ្លូវគេផ្លូវទៅស្រែមួយទៀតបាទផ្លូវចូលតាមស្រុកតាមភូមិអញ្ចឹងទៅបាទនេះបកគោលភ្លើងដាក់រស័យបាទដើម្បីធ្វើជាបកគោលភ្លើងតោកលក់អីបានចាប់គួយបាទគុំស័យគុំពីពងអានេះដើមពីពងដើមរស័យបាទខៀវស្ងាត់ស្អាតមែនទែនអូចូលម្ដងនេះទាំងអស់ផ្ទះហើយណាបាទហើយនេះផ្លូវវាទៅខាងណាមួយទៀតដែរបាទផ្លូវច្រើនទៅខាងណាទៅខាងណីផ្ទះអ្នកស្រុកអ្នកភូមិបាទវាស្រែស្អាតមែនទែនបាទខៀវស្ងាត់តាមផ្ទះស្ងាត់ជិះប្រហែលបងប្អូនស្ងាត់ឈឹងនេះអត់មានមនុស្សនៅទេទៅផ្ទះបាទគេទៅស្រែទៅចម្ការអស់យ៉ាងទៅនេះស្រូវបែកកន្លះខែមួយខែទៀតគឺនេះបានច្រូតនេះគោចងឲ្យស៊ីច្បើងចលុងនេះគេចលុងច្បើងមានដាំតគួនដាំតសក់ដើម្បីមួយយ៉ាងមកគាត់ដែរណាបាទនៅផ្ទះកុំឲ្យតនេដាំដំណាំបាទយើងអាចលក់ដូរទៅបានប្រាក់ខ្លះបានផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដែរអានេះគឺក្នុងភូមិពពេលឃុំបាទអធិស្ឋានភូមិអង្គឃុំពពេលស្រុកបរិបូរខេត្តកំពង់ឆ្នាំងនេះកន្លែងគេនេះស្គរនេះគេកោស្គរនេះគេនៅដាក់ច្បើងចលុងយ៉ាងឡើយទេបាទចលុងច្បើងហើយមិនសួរបងដាក់ច្បើងឲ្យគោហ៎ហើយខែនេះទឹកលិចអស់បងហ៎អត់មានទឹកទេហើយអញ្ចឹងបានមកឃើញស្រូវតាមផ្លូវគេចងឲ្យគោឲ្យក្របីស៊ីអស់
dân đặt cho bạn ấy cô đang prất nó nè này cô anh ấy cái cô phết cô ấy cái bông cô không ai nữa và mình tận nón đây và nẹt sọc nẹt sài dân nẹt na khát lọp chỉ nẹt khuyên cô nữa khai này cứ khuyên cô dân và khai này kia thua sao ở mình lại khuyên cô mình đặt cho bạn tại bông khuyên mình chỉ lung cho bạn cho ra hơn đấy nữa còn bài tới tây tiết là khai bần nó liền mà chộp nó bạn cho bạn nữa ấy còn tục và này cô xì cho bạn và nơi sọc xài chẳng thải này cứ đây bạn này là bò rò nó cứ nơi tia bạn nơi tia mờ cô mờ cà bay mờ chụp mòn ti ở dân từ sray bánh cứ từ thua ca rồng chạ đầm bầy bàn bạ cà rai và chân chầm cột cùng chiều phía của xa và ta đào cái lư bro thế chắc cũng xì cho bà cái này bà năng cái hai thà bài nấm păng thì mẹ cô cái mình nấm păng bên đây cái gì đây mà nên đấy phu mấy cái bông phu mấy cái này hả bá sầm rau ông thum nâng khom bờ pê đây cho khăn đấy và sầm rau thum bà sầm rau thum bà bịch khum xa mảnh nhâm trâu vì nó mới trâu ta mà clown thuê ong clown thuê vọt ong á nè ấy vọt ong ấy phum ong này phum ong khum bờ pê đập pê lấy mà đòn đấy mà đòn là khum xa bình bà thì tới tam phơi miền phơi hô hai trên là hô trên từ miền phơi hô hai là hô từ bà sọc mà dương lấy ọt khoác phơi nữa chỉ tạm phơi hô hai là hô trên tay miền phơi trên bị phu môi từ phu môi trên phu môi từ phu môi trên từ hay khổ xa ta na bằng tật thua ca mến khổ xa thua ca ấy ở tôi mình khổ xa đấy hay ở tôi mình khổ xa thành trăm cô trao này này cùng ru mừng xong mai lụa cô đang buôn môi đó bọn này mình ai đấy chăng pi nè bông phôn mà đại phúc slap chào cầm sọt men tên bàn này tại pi nè bông phôn hay tại miền bàn chầm cu chầm ấy dân tới cứ còn lụa chài đài mà ui tao họ thà việc đặt khăn tới tranh mùi từ chầm cu bạn có báo luôn chầm cu bạn có báo cùng vậy cùng vậy mà năm từ lẽ con ban màn rồi mà năm từ lẽ con ban vào màn bạn môi bạn pi trên tên nó bà là người nhóm cô chia nẹt lọp châm cô đấy còn ta đào xa tại bull pi ở miền nẹt mưa thai đó cổ lụ tranh ở từ ở miền pi mưa thai cô hay nước khang này bà ní cái này sọc xa trồng ca cho nó bọt chân ai bụng mai ông phôn chứ bà cứ tôi như này bàn tay sầm khán nơi tia cứ miền ở mục bộ nơi tia cột cung và đỏ nơi bên là dương đỏ to mà xàm xa chẳng nữa cho nên miền cả lại đây kia ta độ sắt đỏ ấy bằng hạt miến này chẳng tại bộ miền đây độ sắt bờ sắt cả châu á độ như từ lúa bán thái là mà cả lô đi chia pi mơn chiếc là dùng cái to tầm nào từ mục tiết thuộc mạng phồn cuốn nào bong thì mềm liếp không và này thuộc mạng phồn thì có đại cho bà nói cô bà vẫn mảnh ní phê chi máu cứ nó không khung và bộ phê là sọc bỏ được bộ khai được vùng chân nàng và cứ phun ong và bên đó
ពាក់កណ្ដាលខាងនេះគឺចូលមកដល់ភូមិសម្រាប់ធំបាទឃុំផ្សារបាទស្រុកបរិបូរដូចគ្នាបាទប៉ុន្តែឃុំផ្សារម្ដងបាទនេះគេមានពណ៌ត្បូងបាទដំណាំគេបាទដាំនៅខាងក្នុងបាទនៅផ្ទះអត់មានមនុស្សនៅទេស្ងាត់ជ្រាបចូលម្ដងនេះគឺស្ងាត់ជាងុំគូយន្តនេះຕົកចោលចឹងទៅបាទនេះគូស្គរមែនតើស្ងាត់ជ្រាបតាមផ្ទះដើមត្នោតច្រើនបាទយើងផ្លូវក្រហមអស់ត្រឹមនេះអញ្ចឹងតពីផ្លូវក្រហមនេះទៀតគឺយើងចូលផ្លូវសបាទផ្លូវនេះប្រហែលជាទើបតែលើកថ្មីទើបតែចាក់ថ្មីទេនេះបងប្អូនយើងនេះទើបតែចាក់ថ្មីទេនេះបាទនៅអត់ទាន់ដាំស្មៅដាំអីតាមជើងផ្លូវឡើយទេអាហ្នឹងថាគេដាំឬក៏អត់ផងបាទនេះប្រហែលជាភូមិចាស់ហើយនេះបាទនេះដើមស្វាយធំបាទដើមស្វាយធំហើយមានគុំពីពងគុំឫស្សីបាទនៅផ្ទះទូនៅខាងក្នុងបាទផ្ទះចំការផ្ទះអ្នកភូមិជនបទបាទបាទដើមនេះធំម្លេះបាទនេះដើមពូដើមជ្រៃនេះបាទនេះគឺផ្លូវថ្មីដល់ពេលខ្ញុំធ្វើដំណើរចូលមកដល់បាទស្រុកភូមិដាច់ស្រយាលអញ្ចឹងណាបានខ្ញុំភ្ញាក់ព្រឺតគឺធ្វើអារម្មណ៍ខ្ញុំហាក់បីដូចជាទាញទៅរនេះទៅរនៅអតីតកាលនៅ4-10 ឆ្នាំមុនបាទ 4-10 ឆ្នាំមុនអូអានេះផ្លែឃ្លោកបងប្អូននេះផ្លែឃ្លោកបាទនេះទៅប៉ុណ្ណឹងគេមានទ្រើងគេដាំគេអីគេចឹងណាបាទនេះផ្ទះគេអ្នកភូមិអ្នកស្រុកចឹងទៅបាទហើយឥឡូវយើងទៅមុខទៀតមើលចង់ដឹងថាផ្លូវហ្នឹងចេញទៅដល់ណាហើយមានផ្លូវចេញទៅក្រៅទៀតអត់បាទនេះស្រូវអាស្មៅស្រូវនេះវាដូចស្រូវដែរហើយវានៅលាឡំជាមួយស្រូវជាមួយអីចឹងទៅបាទព្រៃពីងពងសុទ្ធដើមពីងពងស្រះតគួនមានឈូកនៅស្រុកខាងស្រុកបរិបូរហ្នឹងគឺមកខាងលើមកខាងទៅឃុំពេជ្រចង្វាទៅអីនោះវិញគឺគេមានប្រព័ន្ធធារាសាស្ត្របាទនៅថាគេមានប្រព័ន្ធបង្ហូរទឹកគេណាបាទទៅនេះផ្លូវប្របែកជា2ជា3នេះបាទទៅខាងនោះបាទទៅខាងនោះនឹងទៅណាទៀតបាទហើយមកខាងនេះនឹងទៅណាទៀតបាទនេះអូនេះដល់ប្រឡាយទឹកគេបងប្អូនយើងបាទនេះប្រឡាយទឹកបាទនេះគេមានទឹកហើយបាទឃើញទេប្រព័ន្ធបង្ហូរទឹកគេនៅនេះនៅខាងស្រុកបរិបូរបាទខេត្តកំពង់ឆ្នាំងនេះមកទឹកប្រឡាយគេបង្ហូរមកចឹងនេះមកស្ពានឆ្លងទេបាទតំណដាក់តាមដើមចឹងណាសបោដើមត្នោតនៅម្លុកនេះបាទ
số mình chơi tờ ná nè hả ដកការខ្មៅនេះ ô đọt cà smile anh ấy cái smile gì kì មកហៅតែការណាក់ទឹកភ្លេង tờ nọ tịch liền ô smile nâng mất đây cái tha lộ ban mà cả lô buồn vẻ mơn nữa ហ្នឹងហើយ ô chưa anh ấy cái đa độ mà đa độ tam ទៅដាក់តាមខ្មៅនេះ ô miên đây មាន ដល់ nhom ឃើញផ្កាគេដកកើត chẳng với trên ca lương lương ហ្នឹងហើយ ô hay độ mà ngay bàn màn thôi អត់បានមកអាំផង ọt ban mặc ham mà mịch thì anh ấy kia vô thua tham đai nâng mến យកធ្វើឆ្នាំតែមិនដឹងឆ្នាំអី chẳng អត់បានទៅទេ nhómធ្លាប់លឺខ្ញុំស្គាល់បងម្នាក់នោះគាត់ថាអាស្មៅហ្នឹងអ្នកឈឺសន្លាក់ណាឈឺសន្លាក់ឈឺជង្គង់ឈឺដៃឈឺជើងអីហ្នឹងយកទៅហាលវាឲ្យស្ងួតសិនណាហាលវាឲ្យស្ងួតហើយយើងដាំទឹកក្តៅមកយើងឆុងដោយតែអញ្ចឹង នេះ បាទដាក់3 4 5ដើម3 4 5ដើមក្នុងកែវតែអញ្ចឹងហ្នឹងហើយគេហូបទៅគេថាបាត់ឈឺឆ្អឹងបាត់ឈឺឆ្អែងបាត់ឈឺសន្លាក់ឈឺអីហ្នឹង ចាំហូបផឹកថា នេះហើយយើងដើរវែកមើលទៅឃើញលឿងលឿងទៅដកទៅ អូយឃើញថា មើលសុំមើលដើមនឹងតិចមើលនេះអូផ្កាវាលឿងលឿងចឹងតើអេខ្ញុំដូចធ្លាប់ឃើញនៅណាមានឃើញដុះអូនៅនេះនៅចិត្តនំកាច់កោតហ៎អាវាលស្មៅនៅខាងមុខហ្នឹងខ្ញុំឃើញផ្កាលឿងលឿងចឹងប៉ុន្តែមិនដឹងថាស្មៅហ្នឹងឬក៏មិនឃើញផ្កាលឿងលឿងច្រើនណាស់ ច្រើន បាទ អានឹងបើដីទូឡាវាដុះមកក៏តំគឺការប្រព័ន្ធចាស់ការប៉ុនគ្រាទៅ អញ្ចឹង វាដុះមានបើកលេតាណាមានហ៎ បាទ អត់ អូខ្ញុំឃើញនឹកអាវាស្មៅនៅមុខកាច់កោតហ្នឹងឃើញឡើងលឿងហើយឃើញណាឃើញនៅខាងណាឃើញកជីកយុនទៅដាក់ដកចឹងដែរ ហ្នឹងហើយ បាទអូយើងប្រហែលដកស្មៅហ្នឹងដែរចឹង ដកស្មៅហ្នឹង មួយយ៉ាងដែរស្មៅនេះវាដុះតាមស្មៅកត្រើយអត់មែនហ្នឹងឯងហើយយើងដកទៅយកទៅលក់ហើយអត់មាននឹងដកមួយថ្ងៃអត់បានមកក្តាប់ហ្នឹងតើគ្នាច្រើនចូលនេះនៅក្នុងភូមិអីគេអ៊ំអីបាទសំរោងធំឃុំសា សាបូដឹង ឃុំសា ខ្ញុំរួយនោះប្រពេល អូនៅប្រពេលទេអូនៅនេះប្រហែលជានៅក្នុងឃុំផ្សារមិញខ្ញុំចូលមកតាមច្រកខ្លងទ្វារភូមិអង្គហ្នឹងគឺនៅក្នុងឃុំប្រពេលតាមដល់ខាងនេះបាទទឹកដីឃុំផ្សារវិញអញ្ចឹងបាទហើយបន្លាយទឹកបាទនេះនៅនេះគេធ្វើស្រែ2ដងអី អូយចាំនេះណាគេធ្វើទៅអេងអត់មានផ្លេជាប់បន្លាយគេធ្វើកើត អូអញ្ចឹងតើមានស្រែជាប់បន្លាយនេះបានបូមទឹកបានអូចុះគេអត់មានប្របែកជាបន្លាយទូចចូលទៅខាងក្នុងអីទេ អត់បើធ្វើភូមិមកនាំធ្វើផងក្មេកបាន អាហ្នឹងគួរតែមាននេះណាគួរតែមានប្របែកតាមចេះចូលទៅក្នុងទៅគ្នាអ្នកស្រែក្នុងគ្នាបានធ្វើដែរអញ្ចឹងណា ចាញ់រូងប្រធានភូមិគេហំគេបន្លាយវាអូនឯងថា បាទនេះចិត្តបានច្រូតនេះបងប្អូនបាទស្រូវនេះគឺចាប់ដើមក្រហមបន្តិចហើយថាយ៉ាងយូរមួយអាទិត្យទៀតប្រហែលជាបានច្រូតហើយបាទស្រូវនេះបាទអញ្ចឹងនៅស្រុកខ្មែរឥឡូវនេះគឺគេធ្វើស្រែបាន3ទៅ4ដងសម្រាប់គេអ្នកដែលមានទឹកបាទហើយសម្រាប់កន្លែងដែលអត់ទឹកហ្នឹងគឺអាចថាធ្វើបាន2ដងឬក៏1ដងអីហ្នឹងបាទអញ្ចឹងសម្រាប់អ្នកស្រុកអ្នកភូមិស្រុកស្រែយើងដែលគាត់ប្រកបបរធ្វើស្រែធ្វើចម្ការអញ្ចឹងណាបាទហ្នឹងហើយបាទនេះហើយគាត់ដកនេះអង្គុយអោនងើបនេះគឺដកស្មៅពុកម៉ែបងដកអាស្មៅយើងខែស្មៅដំណក់ទឹកភ្លៀងអីគេហ្នឹងបាទហើយលក់បានថ្លៃណាស្មៅហ្នឹង1គីឡូ5-6 ម៉ឺនប៉ុន្តែវាស្រាលរំបាន1គីឡូបែបចូលចង់មកការ៉ុងចូលចង់មកបាវទៅដឹងបាទអញ្ចឹងពុកម៉ែបងប្អូនដែលទស្សនា
នៅវីដេអូនេះខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមប៉ុណ្ណឹងហើយខ្ញុំនឹងមានវីដេអូថ្មីបន្តទៀតដើម្បីចែករំលែកនៅទេសភាពក្នុងស្រុកខ្មែរបាទតំបន់ស្រុកស្រែចម្ការជនបទដើម្បីចែកជូនពុកម៉ែបងប្អូនយើងទស្សនាបាទហើយក៏សូមបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទតាំងពីដើមដល់ចប់ហើយសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អបាទរកទទួលទានមានបានគ្រប់គ្រងគ្រួសាររាល់ការធ្វើដំណើរចិត្តឆ្ងាយសូមឲ្យសុខសុវត្ថិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងជាពិសេសកុំភ្លេចជួយចុច Subscribe ឬក៏ចុចជាវបាទដាក់រូបកណ្ដឹងបាទម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តក្នុងការបន្តផ្តិតនូវទស្សនវិជ្ជាបាទតាមស្រុកតាមភូមិស្រុកស្រែចម្ការបាទតំបន់ដាច់ស្រយាលជនបទស្រុកភូមិផ្សេងហ្នឹងចែកជូនពុកម៉ែបងប្អូនយើងបានទស្សនាបាទសូមអរគុណសូមជម្រាបលា